តែប្រសាសន៍របស់លោកធីរទៅយើងឃើញថាបច្ចុប្បន្នហ្នឹងដោយសារតែការរីកចម្រើនទៅលើវិស័យបច្ចេកវិទ្យាទន្ទឹមនឹងគុណសម្បត្តិដែលយើងមានច្រើនឥតគណនាហ្នឹងក៏មានបញ្ហាប្រឈមមកជាមួយគ្នានឹងដែរហើយក្នុងហ្នឹងគឺការឆោបបោកនឹងជារឿងដែលសំខាន់មួយដែរប៉ុន្តែថាលោកធីរនេះខ្ញុំចង់ដឹងថាពាក់ព័ន្ធទៅនឹងការឆោបបោកតាមអនឡាញនេះដែរតើជនល្មើសនឹងតែងតែគិតទេថាក្រុមណាជាគេហៅថាជា target ជាគោលដៅរបស់ពួកគាត់គាត់អាចផ្ដោតទៅលើក្រុមណាទេហើយជនរងគ្រោះដែរតែងតែមកដាក់ពាក្យបណ្ដឹងនៅអង្គភាពរបស់លោកហ្នឹងស្ថិតនៅក្រុមប្រភេទក្រុមមនុស្សវ័យណាឬក៏យ៉ាងម៉េចដែរអរគុណច្រើនសម្រាប់សំណួរនេះចំពោះគោលដៅដែលជាការចាប់របស់ជនឆោបបោកនោះគឺมันសំដៅទៅលើការកាតេហ្គរីប្រភេទវ័យណាទៅវ័យណាទេប៉ុន្តែឲ្យតែអ្នកប្រើប្រាស់នៅលើបណ្ដាញសង្គមឬក៏ភ្ជាប់ទៅនឹងកម្មវិធីប្រព័ន្ធទូរស័ព្ទ smartphone ហ្នឹងគឺអាចងាយនឹងត្រូវបានរងគ្រោះនឹងការឆោបបោកនៅពេលដែលគាត់អត់មានការប្រុងប្រយ័ត្នទៅលើសុវត្ថិភាពឬក៏គាត់អត់បានយកចិត្តទុកដាក់ទៅលើការប្រើប្រាស់បាទប្រើប្រាស់ទៅលើកម្មវិធីប្រព័ន្ធ application របស់ទូរស័ព្ទ smartphone ឬក៏ទៅលើ computer ហ្នឹងបាទអញ្ចឹងនេះគឺជាលក្ខណៈរួមមានន័យថាវ័យជំទង់ក៏កុមារឲ្យតែប្រើទូរស័ព្ទដៃឬ computer ឲ្យតែភ្ជាប់អ៊ីនធឺណិតគឺអាចងាយតម្រង់មួយអញ្ចឹងគាត់រងគ្រោះទៅតាមតម្រង់មួយទៀតអញ្ចឹងក្មេងដែលចូលចិត្តពាក្យច្រើនគឺលេងហ្គេមអញ្ចឹងបទល្មើសនឹងចូលទៅក្នុងហ្គេមអញ្ចឹងអាចងាយនឹងទៅរងគ្រោះដោយសារការឆោបបោកហ្គេមឧទាហរណ៍ដូចខ្ញុំលើកថាការទីងពងហ្គេមអីហ្នឹងអាចចូលទៅក្នុងហ្នឹងអញ្ចឹងពេលខ្លះពុកម្ដាយក៏អត់បានចាប់អារម្មណ៍គិតថាកូនលេងហ្គេមទូរស័ព្ទដៃអញ្ចឹងប៉ុន្តែសិតតែការលក់ពងទាំងអស់ចុងការទៅស្រាប់ឲ្យភ្ជាប់វីសាកាតហើយដល់ពេលនោះដល់ពេលដែលភ្ជាប់វីសាកាតទៅឪពុកម្ដាយអត់ដឹងទេប៉ុន្តែវីសាកាតជាទូទៅយើងដឹងថាជាកន្លែងគណនីធនាគារលុយដែលភ្ជាប់មួយហិរញ្ញវត្ថុអញ្ចឹងភ្ជាប់ទៅនៅពេលដែលគាត់ដាក់ទៅវាត្រូវបានកាត់លុយអញ្ចឹងហើយចុងការទៅអស់ដែលអត់ដឹងខ្លួនបន្តមកគាត់ភ្ញាក់នៅពេលដែលគាត់ថាបាត់លុយហើយដល់អញ្ចឹងទៅសួរនាំកូនទៅបានដឹងថាវាបាទកូនយកទៅប្រើអញ្ចឹងទៅបាទហើយចុងការទៅគាត់ដាក់លុយអញ្ចឹងទៅអត់បានពងមកវិញប៉ុន្តែគាត់ក៏អត់ចាប់អារម្មណ៍ដែរអាហ្នឹងអញ្ចឹងគាត់មិនដឹងទៅក្លែមពីណាទៅតែយ៉ាងម៉េចក្មេងនៅកម្រិតក្មេងអញ្ចឹងដល់ពេលវ័យជំទង់នោះផ្សេងអញ្ចឹងទៅតង់ការសិក្សាប្រើប្រាស់បណ្ដាញសង្គមដែលតាក់ទងជាមួយនឹងការអប់រំការកំសាន្តអីផ្សេងអញ្ចឹងហើយដូចជាការកំសាន្តអញ្ចឹងដូចជាកម្មវិធីការប្រើប្រាស់ដើម្បីអនុញ្ញាតឲ្យយើងឧទាហរណ៍ថាទុកទាយខ្លួនឯងថា20ឆ្នាំក្រោយទៅមុខទៀតអាយុ50អាចខ្លួនឯងហ្នឹងរូបរាងមិនដាក់ទៅតាមគេយើង verify ជាក់1 2 3 1ហើយសុំតមកគេសុំព័ត៌មានយើងបាទហ្នឹងក៏អាចជាទម្រង់មួយនៃការឆោបបោកដែរពីព្រោះចាពីព្រោះបើយើងក៏លេចទៅមើលបណ្ដាញសង្គមរបស់នេះសូម្បីតែនាងខ្ញុំក៏ធ្លាប់ឃើញដែរហើយពេលខ្លះអាចចាំបានថាខ្លួនឯងធ្លាប់ប្រើប្រាស់គិតថាវាគ្រាន់តែជាការកំសាន្តចុចចូល link ទៅគេឲ្យយើងអាប់ឡូតរូបភាពរបស់យើងទៅចាទៅនៅណីមួយអូអញ្ចឹងអាហ្នឹងអូចាអញ្ចឹងហើយដែលពេញនិយមហ្នឹងគឺការប្រើប្រាស់ឧទាហរណ៍ថាអារម្មណ៍របស់បុគ្គលម្នាក់ទៅតាមភាពរីករាយឬក៏ភាពគេហៅថាភាពសេតមានភាពមិនសប្បាយចិត្តអញ្ចឹងហើយបាទអញ្ចឹងហើយពេលខ្លះគាត់បង្កើតកម្មវិធីដែលនៅក្នុងបណ្ដាញសង្គមហ្នឹងលេចចេញមកគាត់ផ្លាស់ប្ដូររូបគាត់ទៅជាតួដែលហៅថារ៉ាំបូអញ្ចឹងទៅចូលលេងហ្នឹងចុចអាហ្នឹងទៅដើម្បីយករូបគាត់ហ្នឹងឲ្យចេញថាគាត់ជាតួ Hollywood អីអញ្ចឹងទៅក៏ប៉ុន្តែសិតបង្កប់ក្នុងហ្នឹងជួនកាលឲ្យសំណួរសួរថាធ្វើម៉េចដែលខ្ញុំយើងដឹងថាគេកំពុងតែកាន់កាប់អញ្ចឹងវាលក្ខណៈពឹងផ្អែកលើអ្នកប្រើប្រាស់អញ្ចឹងទីមួយយើងត្រូវដឹងទៅលើសន្តិសុខអ្នករបៀបនៃការប្រើប្រាស់របស់ standard របស់បណ្ដាញសង្គមនិង Facebook នឹងថាគេត្រូវធ្វើម៉េចឲ្យ security អញ្ចឹងវាពាក់ព័ន្ធរឿងច្រើនដែលលើពាក់ព័ន្ធផ្នែកនៃការប្រើប្រាស់បណ្ដាញសង្គមនឹងបាទវ័យចំណាស់ទៅតម្រង់ផ្សេងឧទាហរណ៍ថាគាត់ចូលចិត្តមើលរូបមើលវីដេអូចុងការទៅគេដាក់វីដេអូលិចលើលិចក្រោមអញ្ចឹងទៅក៏ចុចមើលអញ្ចឹងចូលទៅផ្លុកអញ្ចឹងវាចូលទាំងអស់អញ្ចឹងហើយសង្ខេបមកវិញថា
ឲ្យតែអ្នកប្រើប្រាស់ភ្ជាប់ទៅក្នុងទូរស័ព្ទដៃឬក៏កម្មវិធី application មួយចំនួននៅក្នុង computer ក្តីឲ្យតែភ្ជាប់ជាមួយអ៊ីនធឺណិតគឺទៅតាមតម្រងផ្សេងៗអាចនឹងងាយរងគ្រោះបើសិនជាយើងអត់បានប្រុងប្រយ័ត្ន